ដល់ខែស្វាយទៀតហើយចាំការក្តឹបស្វាយមាននៅផ្ទះហ្នឹងបេះយកមកធ្វើក្តឹបស្វាយត្រាំជាលក់មួយអំបិលម្ទេសប្រៃទៀតជាតិស្លាប់របៀបធ្វើក្តឹបស្វាយត្រាំតាម TikTok និយាយទៅខ្ញុំគ្មានចេះអីទេក្រៅពីមើល TikTok ហើយនឹងចេះតាមបងខ្ញុំហើយវីដេអូនេះខ្ញុំអត់មានកម្រងទេធ្វើចិត្តហើយបើនឹកឃើញថតសំខាន់អត់បើកភ្លើងអត់បើក flash អីទាំងអស់គឺថតទាំងងងឹតវីដេអូនេះគ្រាន់តែចូលមកវឹបគឺត្រាំស្វាយជាមួយទឹកកកបាទរបៀបធ្វើងាយៗនៅផ្ទះគឺចំណាយអស់តែ2000ទេដោយសារតែស្វាយយើងខ្លួនឯងស្ករ1500ទឹកកកអនាម័យ500មកអញ្ចឹងមុនហ្នឹងគឺខ្ញុំបានចិត្តស្វាយចិត្តអីពុះវាជា2ហើយដាំទឹកក្តៅស្រោះវាមកសពប់ហើយក៏ដាក់ត្រាំជាមួយទឹកកកដើម្បីឲ្យវាស្រួយឥឡូវដល់វគ្គដាំទឹកស្ករហើយដោយសារតែស្វាយខ្ញុំរៀងតិចដែរអញ្ចឹងខ្ញុំដាក់ទឹក1ម៉ូមេហើយខ្ញុំដាក់ស្ករកន្លះគីឡូតែខ្ញុំអត់ចាក់ទាំងអស់ហើយខ្ញុំទុករៀងបាតថងបន្តិចដោយសារនៅបន្ទប់ជួលខ្ញុំហ្នឹងវាអស់ស្ករប្រើដែរអញ្ចឹងទៅយើងចាក់1ម៉ូបានហើយបន្ទាប់មកកុំភ្លេចលួចអំបិលវាបន្តិចមកដើម្បីឲ្យវាផ្អែមមុតចាក់ចូលហើយយើងកូរវាឲ្យអាលាយចូលគ្នាអស់ទៅយើងបិទភ្លើងវិញទៅរួចជាការស្រេចទឹកស្កររបស់យើងហើយទុកឲ្យវាត្រជាក់តិចចាំដាក់ជាមួយស្វាយនេះខ្ញុំធ្វើតែមិនតិចដែរដោយសារវិចមកពីផ្ទះខ្ញុំបានមួយថងប៉ុណ្ណឹងធ្វើញ៉ាំខ្លួនឯងនៅបន្ទប់ជួលអញ្ចឹងទឹកស្ករខ្ញុំត្រជាក់ហើយយើងចាក់តែស្វាយចូលកឡយើងមកហើយចាក់ទឹកស្ករចូលមករួចជាការស្រេចបានក្តឹបស្វាយមកប្រអប់ញ៉ាំសំខាន់បានមកប្រអប់ធំទៀតធ្វើអស់តែ2000ក៏ប៉ុន្តែខ្ញុំរៀនធ្វើ vlog អញ្ចឹងវីដេអូកពិតកប៉ុកអីក៏ខ្ញុំចេះតែផុសដែរអញ្ចឹងអាជាស្រ័យផងរបៀបធ្វើស្វាយនឹងស្រួលមិនស្រួលគេចេះអស់ហើយនៅឡើយតែខ្ញុំឯងនិយាយទៅរៀងស៊ីចូលអត់ដឹងធ្វើវីដេអូពីអីអញ្ចឹងធ្វើអីតិចតួចចេះថតលេងទៅអាជាស្រ័យផងផុសវីដេអូរៀងកដាយប់តិចហើយដោយសារតែតនេកាត់វីដេអូទៅពេលយប់ហើយផុសពេលយប់ជាមួយគ្នាហ្មងទៅមើលបានហាមលេបទឹកមាត់